គាត់មានសកម្មភាពចង់ជួយការងារផ្ទះគាត់មានការអភិវឌ្ឍជាងមុនច្រើនតាក់ទងជាមួយនឹងការនិយាយស្ដីក៏ដូចជាសកម្មភាពប្រចាំថ្ងៃរបស់គាត់សំខាន់ជាងនេះទៀតគាត់ក៏ចេះរាប់លេខក៏ដូចជារៀនភាសាអង់គ្លេសផងដែរមុនពេលដែលខ្ញុំឲ្យកូនខ្ញុំមករៀននៅសាលា Pacific ហ្នឹងចំណុចសំខាន់ហ្នឹងគឺដោយសារតាសាលាមានកម្មវិធី Montessori ដែលកម្មវិធីសិក្សាហ្នឹងគឺសម្រាប់កូនក្មេងក្រោមអាយុ6ឆ្នាំហើយសាលាមានទីធ្លាធំទូលាយក៏ដូចជាមានលោកគ្រូអ្នកគ្រូច្រើនអ្នកនៅក្នុងការថែទាំកូនរបស់ខ្ញុំហើយមួយទៀតសាលាក៏នៅជិតផ្ទះផងដែរក្រោយពីខ្ញុំសង្កេតមួយរយៈចុងក្រោយតាំងពីកូនរបស់ខ្ញុំចូលរៀនថ្ងៃដំបូងមករហូតមកដល់ឥឡូវនេះខ្ញុំឃើញថាគាត់មានទម្លាប់ល្អជាងមុនគាត់ចេះជម្រាបសួរចេះជម្រាបលាចេះអរគុណហើយមួយទៀតគាត់មានសកម្មភាពចង់ជួយការងារផ្ទះហើយក្រៅពីការបង្ហាត់បង្រៀនពីអ្នកគ្រូនៅសាលាពេលគាត់មកដល់ផ្ទះវិញខ្ញុំក៏ព្យាយាមណែនាំគាត់បន្ថែមផងដែរបើសិនជាលោកប៉ាអ្នកម៉ាក់ដែលមានកូនតូចៗចាប់ពី1ខួបកន្លះទៅដល់6ឆ្នាំហើយមានបំណងចង់ឲ្យពួកគាត់ចូលរៀនត្រូវសិក្សាទៅលើកម្មវិធីសិក្សារបស់សាលាឲ្យបានច្បាស់លាស់ថាតើកម្មវិធីសាលាស្របទៅតាមអាយុស្តង់ដាររបស់កូនឬក៏អត់ហើយមួយទៀតគឺមើលទៅលើលោកគ្រូអ្នកគ្រូក៏ដូចជាបរិបទរបស់សាលាផងដែរហើយនឹងចំណុចចុងក្រោយគឺទៅលើទីតាំងថានៅក្បែរទីតាំងរបស់យើងដែលស្រួលនាំកូនមករៀនឬក៏អត់ហើយខ្ញុំសូម recommend ទៅសាលាកុមារ Pacific ដោយសារតាសាលានេះល្អហើយជាក់ស្ដែងបើសិនជាបងមានបំណងចង់នាំកូនមកសាលា Pacific ក៏មានទីតាំងចំនួន7ផងដែរ